ឥឡូវនេះនៅតំបន់ខ្ញុំចាប់ផ្ដើមបែកទឹកបដាហើយបងប្អូនហើយក៏ត្រីក៏មានបដាដែរអញ្ចឹងយើងមានតែត្រៀមបកាយត្រៀមទូចសម្រាប់ដាក់ត្រីបងប្អូនហើយឲ្យតែខែ9ទៅខែ10ហ្នឹងគឺចាប់ផ្ដើមទឹកជន់មកមានត្រីមានអីហើយអ្នកខ្លះគេក៏ដាក់ម៉ោងដាក់អីទៅប៉ុន្តែខ្ញុំចូលចិត្តដាក់សន្ទូចបងប្អូនហើយសន្ទូចយើងធ្វើភ្លាមយើងទៅដាក់ភ្លាមព្រោះយើងអត់បានត្រៀមពីដើមឆ្នាំមកទេអញ្ចឹងនៅពេលដែលវាមានទឹកមកបានយើងត្រៀមបកាយត្រៀមអីបានយកទៅដាក់អញ្ចឹងណាហើយបន្ទាប់ពីយើងធ្វើបកាយធ្វើហើយយើងទៅរោនុយបងប្អូនឥឡូវយើងក៏រោនុយបានហើយយើងអត់បានថតអាកន្លែងយើងជិតជីកនុយទេហើយយើងរោនុយបានហើយយើងចាប់ដើមមកបំពាក់នុយវាដាក់នុយយើងដោតវាហើយអីហើយអញ្ចឹងណាយើងត្រៀមវាមកស្អាតមកចាំដល់ពេលយើងធ្វើហើយអីហើយយើងទៅដាក់សរុបតម្រងវាលឿនអញ្ចឹងណាបើយើងធ្វើអញ្ចឹងលឿនតែបើយើងចាំទៅដោតមួយយូរហើយខ្ញុំបានថតអាកន្លែងយើងដាក់បកាយទេព្រោះវាទឹកវាច្រើនអញ្ចឹងខ្លាចវាល្អិលដួលទូរស័ព្ទធ្លាក់ទឹកអញ្ចឹងណាហើយនេះត្រីបកាយដែលយើងដាក់បានហើយយើងយកមកអាំងហូបបាយជាមួយអំបិលម្ទេសវាដល់ទៅជាតិមកជាតិឲ្យជាតិហ្នឹងបងប្អូនមានតែត្រីហើយយើងមានតាំងពីខ្យងមានតាំងពីក្តាមនិយាយរួមទៅនៅសុកស្រែស្អីក៏មានដែរបងប្អូនមាននោះអាចាំងណាំងនោះខ្លែងយកអាចាំងណាំងហ្នឹងណាជាតិហើយបើនិយាយវាថាអារម្មណ៍គឺសប្បាយបងប្អូនយើងយូរយើងមកហៅ relax កំសាន្តដូចកំសាន្តអារម្មណ៍មួយដែរអញ្ចឹងណាបងគាត់ញ៉ាំបាយឥឡូវយើងបន្ទាប់ពីញ៉ាំបាយអីហើយយើងក៏ចាប់ផ្ដើមចង់រឹងដេកបងប្អូនហើយតំបន់នេះវាហានិភ័យតិចដែរបងប្អូនដោយសារតែពីសម័យមុនក៏សម្បូរខ្មោចលងអញ្ចឹងណាបងប្អូនតែពួកខ្ញុំដោយសារតែគ្នាច្រើនខ្ញុំអត់ខ្លាចទេយើងមក4-5 នាក់ដែរអញ្ចឹងយើងចង់រឹងអ្នកមួយទៅដេកអញ្ចឹងទៅហើយយើងបកាត់ភ្លើងគល់នេះដើម្បីការពារមូសបងប្អូនអើយវិញនិយាយពីរឿងមូសវិញដូចមេឃ្មុំអញ្ចឹងបងប្អូននិយាយថាជើងដៃអីសោះសាច់អស់ហើយរមាស់ហើយបើយើងអត់ដិតការពារអញ្ចឹងក៏ធូបមូសក៏ជួយបានដែរបងប្អូនហើយនេះខ្ញុំអាណិតតបងទេគាត់មកគាត់អត់ទៅដើរមើលបកាយទេគាត់មកគឺស្វឹងស្រាសក់គឺដេកយកគ្នាដែរបន្ទាប់ពីយើងដេកហើយព្រឹកឡើងយើងចាប់ដើមដើរសាបកាយបងប្អូននេះវាស្រែយើងវាចាប់ដើមស្រូវលេងខ្លួនចេញ